មុននេះបន្តិចរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់គឺលោកអាបាស់អារីឈីបានប្រកាសជាសាធារណៈផងដែរថាប្រសិនបើអ៊ីស្រាអែលបញ្ឈប់ធ្វើការវាយប្រហារមកលើទឹកដីរបស់ខ្លួនអ៊ីរ៉ង់ក៏បញ្ឈប់ធ្វើការវាយប្រហារទៅលើអ៊ីស្រាអែលដូចគ្នាព្រោះថាអ៊ីរ៉ង់មិនចង់ឲ្យមានសង្គ្រាមរីករាលដាលទៅដល់បណ្ដាប្រទេសផ្សេងៗអ៊ីរ៉ង់ឥឡូវនេះបានបដូរជំហរហើយថាខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ការធានាចាំបាច់ទៅដល់សហរដ្ឋអាមេរិកអំពីបញ្ហានុយក្លេអ៊ែរបើតាមសារព័ត៌មានដែលថាអ៊ីស្រាអែលបានចេញផ្សាយថាប្រសិនបើអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារមកលើអ៊ីរ៉ង់ក៏បញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែលនៅក្នុងឆន្ទៈដូចគ្នាផងដែររដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់គឺលោកអាបាស់អារីឈីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេហរ៉ង់កាលពីថ្ងៃអាទិត្យថានៅក្នុងការបង្ហាញខ្លួនជាសាធារណៈដំបូងរបស់គាត់ចាប់តាំងពីមានការវាយប្រហាររបស់អ៊ីស្រាអែលបានចាប់ផ្ដើមនៅថ្ងៃសុក្រលោកបាននិយាយថាប្រសិនបើការវាយប្រហាររបស់អ៊ីស្រាអែលនៅលើទឹកដីរបស់អ៊ីរ៉ង់ត្រូវបានបញ្ឈប់ការឆ្លើយតបរបស់យើងក៏ត្រូវបានបញ្ឈប់ផងដែរការឆ្លើយតបខាងយោធារបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលគឺផ្អែកទៅលើការការពារខ្លួនប្រសិនបើការវាយប្រហារឈានពានបញ្ឈប់យើងក៏បញ្ឈប់ធ្វើការឆ្លើយតបដែរអ៊ីរ៉ង់មិនចង់ឲ្យចំនួនរបស់ខ្លួនជាមួយនឹងអ៊ីស្រាអែលពង្រីកទៅដល់ប្រទេសជិតខាងនោះទេលុះត្រាតែស្ថានភាពត្រូវការបង្ខំលោកបាននិយាយថាសហរដ្ឋអាមេរិកត្រូវតែចាំបាច់ថ្កោលទោសអំពីការវាយប្រហាររបស់អ៊ីស្រាអែលមកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់មិនជឿអះអាងរបស់សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលមកលើរោងចក្រនុយក្លេអ៊ែរណាតាន់របស់ខ្លួននោះទេលើសពីនេះរដ្ឋមន្ត្រីក៏បានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់អ៊ីរ៉ង់ដោយបាននិយាយថាវាគឺជាការផ្ដន្ទាទោសយ៉ាងម៉ឺនម៉ាត់របស់យើងមិនឲ្យមានអាវុធនុយក្លេអ៊ែរលោកមានការបន្ថែមថាប៉ុន្តែអ្នកមានឆន្ទៈដកហូតសិទ្ធិរបស់អ៊ីរ៉ង់នៅក្នុងការកាន់កាប់កម្មវិធីនុយក្លេអ៊ែរនៅក្នុងគោលបំណងសន្តិភាពពួកគេគ្មានសិទ្ធិធ្វើបែបនេះនោះទេនេះគឺជាការសម្ដៅទៅលើអ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកលោកអារីឈីក៏បាននិយាយផងដែរថានៅក្នុងការចរចាលើកទី5មួយដែលត្រូវបានលុបចោលនៅពេលថ្មីនេះជាមួយនឹងសហរដ្ឋអាមេរិកត្រូវបានគ្រោងទុកសម្រាប់ថ្ងៃនេះអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ការធានាចាំបាច់ទៅដល់ប្រជាជនសហរដ្ឋអាមេរិកគាត់បាននិយាយថានៅក្នុងជុំមុនកិច្ចប្រជុំពិភាក្សាជាមួយសហរដ្ឋអាមេរិកបង្ហាញអំពីសំណើមួយចំនួនដែលมันអាចទទួលយកបានទាំងសងចំពោះយើងបានបង្ហាញការឆ្លើយតបនឹងទស្សនៈរបស់យើងត្រូវបានគេសន្មតថាបង្ហាញអំពីសំណើផ្ទុយសំណើរបស់យើងនឹងអាចបើកទ្វារសម្រាប់កិច្ចព្រមព្រៀងទាំងអស់ជាមួយនឹងសហរដ្ឋអាមេរិកយោងទៅតាមលោកអារីឈីអ៊ីស្រាអែលតែងតែប្រឆាំងនឹងវត្តភាពនៃការទូតរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកលោកបានបន្ថែមថានេះគឺជាបញ្ហាច្បាស់លាស់អង្គភាពរបស់អ៊ីស្រាអែលមិនមានឆន្ទៈចង់ឃើញពួកយើងមានកិច្ចព្រមព្រៀងឬក៏ដោះស្រាយតាមរយៈការទូតជាមួយនឹងសហរដ្ឋអាមេរិកនោះទេបាទអញ្ចឹងប្រិមិត្តអ្នកស្ដាប់ទីគ្រប់នេះគឺជាពាក្យសម្ដីរបស់លោកអាបាស់អារីឈីរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ហើយប្រិមិត្តបានស្ដាប់នៅអត្ថបទនេះនឹងដឹងអំពីគោលជំហររបស់អ៊ីរ៉ង់ហើយណាតាមពាក្យសម្ដីរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ម្នាក់នេះប្រិមិត្តបានស្ដាប់គាត់ហើយគាត់បាននិយាយថាអ៊ីរ៉ង់នៅតែប្រកាន់គោលជំហរដើម្បីផ្ដល់ការធានាចាំបាច់ទៅដល់សហរដ្ឋអាមេរិកនឹងមានន័យថាម៉េចគឺបន្តការចរចាជាមួយនឹងភាគីសហរដ្ឋអាមេរិកហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថាការចរចាជុំមុនរហូតដល់ជុំទី4ជុំទី5បរាជ័យណាប្រិមិត្តបានរុញឲ្យស្ថានភាពកាន់តែតានតឹងណាប្រិមិត្តណាហើយម្យ៉ាងវិញទៀតគឺលោកអាយ៉ាតុលាអាលីខាម៉ានីនឹងហើយដែលតែងតែបញ្ចេញវោហារសាស្ត្រគម្រាមទៅដល់សហរដ្ឋអាមេរិកហើយបានធ្វើឲ្យស្ថានភាពវាពិបាកនៅក្នុងការចរចាបានអីពិបាកនៅក្នុងការចរចាបើមិនទាន់ឃើញក្របមីស៊ីលហោះមកលើទឹកដីរបស់ខ្លួនផងហ្នឹងប្រិមិត្តអញ្ចឹងហើយបានជាសម្ដីចេះតែនិយាយហួសចឹងទៅនិយាយហួសចឹងទៅថាមិនចរចានោះទេការចរចាជាមួយអាមេរិកវាគ្មានន័យនោះទេហើយការចរចារបស់អាមេរិកនេះហាក់ដូចជាមិនអាចទទួលយកបានទេអញ្ចឹងទេស្ថានភាពគឺខ្លួនមិនខ្លាចនៅក្នុងការធ្វើសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកឡើយឥឡូវនេះឃើញថាស្ថានភាពវាតឹងតែងហើយមានឃើញថាការខូចខាតទំហំខូចខាតនៅទៅលើប្រទេសរបស់ខ្លួននឹងមានការកើនឡើងជារៀងរាល់ថ្ងៃម្យ៉ាងវិញទៀតបណ្ដោយឲ្យអ៊ីស្រាអែលបើកការវិភាគអញ្ចឹងគឺអ៊ីរ៉ង់ពិបាកនៅក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួនខ្លាំងណាស់ប្រិមិត្តណាអញ្ចឹងរឿងដែលថាសុកចិត្តធ្វើសង្គ្រាមការពារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឥឡូវនេះយើងឃើញថាអ៊ីរ៉ង់ក៏បន្ទន់ចំហហើយចាំមើលថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលគាត់គិតថាយ៉ាងម៉េចវិញគាត់មានការឆ្លើយតបយ៉ាងម៉េចវិញប្រិមិត្តណា
បើចឹងប្រិមិត្តអ្នកស្ដាប់ពិធីគ្រប់សូមបន្តបរឿងការខលទូរស័ព្ទរបស់លោកពូទីនជាមួយលោកដូណាល់ត្រាំបាទនៅថ្ងៃទី14ម្សិលមិញផងដែរណាប្រិមិត្តណាឥឡូវនេះមានការបញ្ជាក់ឲ្យពីលោកបាយូសាកូវដែលជាមន្ត្រីចំណិតរបស់លោកពូទីនបាននិយាយថាលោកពូទីនបានស្នើបាទធ្វើការសំណើណាប្រិមិត្តការស្នើតាមរយៈទូរស័ព្ទទៅដល់លោកដូណាល់ត្រាំតាក់ទងអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកដោយនៅក្នុងនោះបាទតាមពាក្យសម្ដីរបស់លោកជូសកៅបាននិយាយថាលោកពូទីននឹងធ្វើជាបាទឈរនៅកណ្ដាលដើម្បីសម្រុះសម្រួលឲ្យសហរដ្ឋអាមេរិកហើយនឹងបាទអ៊ីរ៉ង់នឹងគឺចោលទៅក្នុងកិច្ចចរចាម្ដងទៀតដើម្បីបាទបញ្ចប់ចំនួនរបស់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាមើលឃើញថាបាទកលាអុករបស់លោកដូណាល់ត្រាំកំពុងតែបាទដាក់សម្ពាធទៅលើបាទអ៊ីរ៉ង់ផងដាក់សម្ពាធទៅលើរុស្ស៊ីផងប្រិមិត្តបានដឹងហើយដូចជាខ្ញុំបានបញ្ជាក់អញ្ចឹងគឺរុស្ស៊ីក៏ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារបាទគ្នាទៅវិញទៅមករវាងរុស្ស៊ីហើយនិងអ៊ីរ៉ង់ដោយមានការធានាផ្នែកសន្តិសុខគឺផ្ដល់សពីវុធហើយនឹងបាទសេដ្ឋកិច្ចទៅដល់របស់អ៊ីរ៉ង់អញ្ចឹងអំឡុងពេលដែលខ្លួនធ្វើសង្គ្រាមនេះបាទដូចជាការព្យាករអញ្ចឹងគឺมันអាចផ្ដល់ធនធានសពីវុធណាមួយច្រើនទៅដល់បាទអ៊ីរ៉ង់ឲ្យធ្វើការបន្តធ្វើសង្គ្រាមជាមួយនឹងអ៊ីស្រាអែលនោះទេអញ្ចឹងហើយបានជាបាទនៅពេលដែលលោកយូសាកូវបាននិយាយអញ្ចឹងស្រាប់តែមានសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសបាទអ៊ីរ៉ង់គឺចេញសារតែម្ដងបើសិនជាអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើខ្លួនក៏បញ្ឈប់ផងដែរក៏ទោះបីជាដឹងហើយថាទំហំនៃការខូចខាតទៅលើទីតាំងរបស់ខ្លួនគឺច្រើនទៅហើយនោះណាប្រិមិត្តណាបាទចឹងការស្នើតាមរយៈទូរស័ព្ទរបស់លោកពូទីនទៅដល់លោកដូណាល់ត្រាំនៅក្នុងនោះក៏មានការនិយាយអំពីការចរចាជាមួយនឹងភាគីអ៊ុយក្រែនម្ដងទៀតបាទគឺជាការដោះដូរគ្នាដែលលោកយូសាកូវបានបញ្ជាក់ឲ្យថានឹងអាចកើតឡើងចាប់តាំងពីថ្ងៃទី22ខែមិថុនានេះឡើងទៅដោយភាគីខាងរុស្ស៊ីនឹងរៀបចំធ្វើការចរចាជុំទី3ជាមួយនឹងភាគីអ៊ុយក្រែនណាប្រិមិត្តបាទអញ្ចឹងឃើញថាពីមុនលោកពូទីនថាមិនចរចានោះទេឥឡូវនេះគឺរៀបចំការចរចាម្ដងទៀតផងដែរណាប្រិមិត្តណាឥឡូវយើងមកវិភាគថាតើសង្គ្រាមហ្នឹងលោកដូណាល់ត្រាំព្រមបញ្ចប់បាទភ្លាមដែរឬទេបាទខ្ញុំមើលទៅតាមស្ថានភាពត្រាំគាត់មានព្រៀបទៅហើយស្លឹកបៀគាត់ធំជាងអញ្ចឹងគាត់នឹងអស់បន្លាយឲ្យសង្គ្រាមនេះកាន់តែយូរទៀតរហូតតតែបាទអ៊ីរ៉ង់នឹងទ្រាំហើយធានាថាអ៊ីរ៉ង់នឹងមិនលែងមានសារធាតុអ៊ុរ៉ានីញ៉ូមនៅក្នុងទឹកដីរបស់ខ្លួនដើម្បីបញ្ជាក់អំពីគោលជំហរថាបាទឬក៏បញ្ជាក់ថាអ៊ីស្រាអែលឈរនៅលើតំបន់សុវត្ថិភាពណាប្រិមិត្តហើយសម្រាប់អ៊ីរ៉ង់លើកនេះគឺជាការប្រមានដ៏ធ្ងន់ធ្ងរហើយបន្ទាប់ពីលោកអាយ៉ាតុលឡាអាលីខាម៉ានីបាទជាមេខ្លោងហើយក៏ជាបាទអ្នកបោះពាក្យសម្ដីថាមិនខ្លាចសហរដ្ឋអាមេរិកនៅក្នុងការធ្វើសង្គ្រាមនោះឥឡូវនេះបានឃើញជាក់ស្ដែងតែម្ដងអំពីស្ថានភាពរយៈពេលប្រហែលថ្ងៃនេះឃើញថាទីតាំងសំខាន់ត្រូវបានខ្ទេចអស់ហើយនៅពេលមិត្តណាហើយបើសិនជាបន្តឲ្យបាទអ៊ីស្រាអែលបាទបន្តទៀតគឺរៀបដកដីតែម្ដងមិនមានកន្លែងណានៅសេសសល់នោះទេគឺខូចខាតទ្រង់ទ្រាយធំហើយសូម្បីតែកំពង់ផែដែលអ៊ីរ៉ង់សហការគ្នាឬក៏វិនិយោគជាមួយនឹងចិនហ្នឹងក៏ត្រូវបានកំទេចផងដែរណាប្រិមិត្តបញ្ចឹងប្រិមិត្តអ្នកស្ដាប់ពីគ្រប់ខ្ញុំបាទក៏សូមអានអត្ថបទបាទតាក់ទងអំពីលោកពូទីនបាននិយាយអ្វីខ្លះជាមួយនឹងលោកដូណាល់ត្រាំដូចតទៅប្រធានាធិបតីរុស្ស៊ីគឺលោកពូទីននិងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំលោកទាំងពីរបានហៅទូរស័ព្ទរយៈពេលដ៏យូរនៅថ្ងៃសៅរ៍ដើម្បីពិភាក្សាអំពីស្ថានភាពកាន់តែតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ានិងសង្គ្រាមនៅក្នុងទឹកដីរបស់អ៊ុយក្រែនលោកត្រាំនៅក្នុងនោះក៏បានបង្ហោះនៅលើវេទិកាទ្រុសសររបស់គាត់បាននិយាយថាពួកគេបានចំណាយពេលភាគច្រើនដើម្បីសន្ទនាជាមួយនឹងគ្នាគឺជាមួយនឹងមេដឹកនាំរបស់រុស្ស៊ីកំពុងតែពិភាក្សាអំពីបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅក្នុងគោលបំណងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយនឹងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ផងដែរប៉ុន្តែលោកដូណាល់ត្រាំបាននិយាយថាលោកក៏បានដាក់សម្ពាធទៅលើលោកពូទីនឲ្យឆាប់បញ្ចប់សង្គ្រាមនៅក្នុងទឹកដីរបស់អ៊ុយក្រែនលោកដូណាល់ត្រាំបានបន្ថែមនៅក្នុងការសន្ទនាបានបន្តប្រមាណជា1ម៉ោងជាងហើយបាននិយាយថាគាត់មានអារម្មណ៍ដូចជាខ្ញុំហើយសង្គ្រាមអ៊ីស្រាអែលនិងអ៊ីរ៉ង់ក៏គួរតែបញ្ចប់នៅត្រឹមនេះបើតាមអ្វីដែលខ្ញុំបានបញ្ជាក់ទីប្រឹក្សារបស់លោកពូទីនគឺលោកយូរីយូសាកូវលោកបាននិយាយថាលោកពូទីនចង់បញ្យល់ប្រាប់លោកដូណាល់ត្រាំអំពីការពិភាក្សានៅពេលថ្មីនេះជាមួយនឹងមេដឹកនាំអ៊ីរ៉ង់និងអ៊ីស្រាអែលហើយបានរំលឹកឡើងវិញនៃសំណើរបស់រុស្ស៊ីការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ
លោកយូសាកលក៏បានប្រាប់អ្នកសារព័ត៌មានថាលោកពូទីនបានថ្កោលទោសប្រតិបត្តិការយោធារបស់អ៊ីរ៉ង់ហើយបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងដែលអាចកើតឡើងនៃចំនួនលោកបានបន្ថែមថាលោកពូទីនបានកាត់ឡើងអំពីការព្រួយបារម្ភនៃចំនួនរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ខ្លាំងឡើងអំពីការគំរាមកំហែងផលវិបាកនឹងមិនអាចទាយទុកបាននោះទេលោកពូទីនក៏បានសង្កត់ធ្ងន់ថាលោកបានត្រៀមខ្លួនជាស្រេចនៅក្នុងការអនុវត្តផែនការខិតខំប្រឹងប្រែងសម្រាប់សម្រួលដែលអាចកើតឡើងដែលជាការកត់សម្គាល់ថារុស្ស៊ីបានស្នើជំហាននៅក្នុងគោលបំណងស្វែងរកកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ឲ្យបានសម្រេចផងដែរទំនាក់ទំនងរវាងរុស្ស៊ីហើយនិងអ៊ីរ៉ង់កាន់តែស៊ីជម្រៅចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារមកលើអ៊ុយក្រែននៅក្នុងឆ្នាំ2022តាក់ទងអំពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបើតាមអ្នកនាំពាក្យរបស់រុស្ស៊ីគឺលោកយូសាកោបាននិយាយថារុស្ស៊ីនឹងធានាទៅដល់លោកដូណាល់ត្រាំអំពីការត្រៀមខ្លួនរបស់ទីក្រុងមូស្គូនៅក្នុងការបន្តការចរចាជាមួយនឹងភាគីអ៊ុយក្រែនបន្ទាប់ពីថ្ងៃទី22ខែមិថុនាខាងមុខនេះ